យីមែនធ្លាប់ទៅលើគេនិយាយថាទៅលេងក្បាលស្ពានដល់ពេលទៅលេងខ្លួនឯងម្ដងមិនដឹងប្រឹងរឿងអីមើលខ្លួនឯងទៅនេះម៉ូតូមួយនេះវាយ3ទឹកស្អងមកអស់រហូតអស់តាមផ្លូវដល់កប់សេរីគម្រោងនោះថាទៅលេងជើងភ្នំទេតហើយអត់ plan ច្បាស់លាស់តទៅចេះតែ search Google តហួសទៅក្បាលស្ពាននេះជាពេលថ្ងៃនេះក្តៅញញម្ដងក្តៅមិនហឹងមិនចាស់ម្ដងមើលទៅមុខអ្នកបើកមើលទៅមុខអ្នកជិះពីក្រោយក៏ដឹងដែរអត់អ្នកចង់រួចទេសំខាន់នៅធ្វើមាត់ផងបានទេឆ្លៀតមកបន្តិចទៀតនិយាយលេងសើចអីពេលបានជិះឃើញភ្នំឃើញដើមឈើអីចឹងទៅអារម្មណ៍ធូរស្រាលមកបែបហត់ពីណាពីណីមកយើងឃើញដើមឈើឃើញធម្មជាតិឃើញភ្នំអីចឹងទៅធ្វើអារម្មណ៍ធូរស្រាលដកខំស្រួលច្រមុះជិះម៉ូតូមើលវល់ចឹងហើយយូរដែរនេះអានេះដាក់ speed ឲ្យលឿនចឹងទៅដើម្បីកុំឲ្យមានអារម្មណ៍ថាតប៉ែយូរពេកគាត់ថតផ្លូវហ្នឹងណាធ្វើមកទេបើយើងចង់ដើរលេងមុនចុះឆ្នាំយើងខ្លាចមនុស្សច្រើនរាល់ថ្ងៃខ្លាចមនុស្សតែរាល់ថ្ងៃចឹងទៅសុកចិត្តដើរលេងហាក្តៅចឹងឯងជិះម៉ូតូប៉ាត់ណាប៉ាត់ណីចឹងទៅ3-4នាក់ហ្នឹងទៅតែមានអីមើលដើមឈើព្រៃប្រសាគេល្អដែរតាឥឡូវកាត់តែកុំឲ្យសំដប៉ែយូរពេកយើងដល់ផ្លូវចូលហើយទៅយើងចូលទៅពេលយើងចូលជិះដល់ផ្លូវក្រហមហើយឃើញបត់ស្ដាំនេះយើងបត់មកចឹងណាបត់ទៅហើយរកកន្លែងដាក់តូដាក់អីទៅជិះទៅនៅហ្នឹងគេអត់មានលក់កៅអៅលក់អីទេឯងពងរខោដូរអីបាក់ដល់ហើយមើលដើរចូលព្រៃលាកខោកបយគិតមើលអត់មានលក់កៅអៅលក់អីមិនចឹងគេមានអភិរក្សលក់កៅអៅលក់អីនៅហ្នឹងនេះល្អតាដឹងមិនដែរផាចាំសើមានភ្ញៀវទៅដឹងឃើញស្ងាត់ដែរខ្ញុំនិយាយមែនភាសាដែលថតហ្នឹងមើលគេស៊ូមដើរទៅណាត់ទៅតែឯងធ្វើដូចខោកបយហ្នឹងដើរស្រួលណាស់ជាងដើរហៀកែងទៅនោះហៀកែងនឹងស្អីមករៀងខ្ពស់ដែរវាផុតកបយពីដីដែរវ័យពាក់វាជើងខ្ពស់ហើយទៅបន្ទប់ទឹកសុំបងក្រុមការងារនៅប្រចាំការនៅហ្នឹងសុំបើជើងគាត់ខ្ចីសិនទុកបើជើងខ្លួនឯងនៅនឹងគាត់សិនទៅពួកអីដើរកើតទេមើលដីវាមានដីស្មើណាវាដីក្លុកក្លាក់មានឬឈើមានអីពេញទៅហ្នឹងណាមុខសុបាយហ្នឹងឯណាគេដើរហត់គេចាប់ដើមហត់គេបដាមើលធ្វើមុខអន់ចង់ហើយដល់ក៏អូជើងអត់រួចទេណាប្រហែលថ្ងៃឈឺជើងហើយទៅដើរឡើងចរៈភ្នំចរៈអីចឹងទៀតទៅសាបងនេះឥឡូវមកមើលផ្ទាំងថ្មវិញនិយាយថាស្អាតមែនតែនត្មងណានិយាយថាទីតាំងក្បាលស្ពានហ្នឹងក្រោយយើងដើរឡើងហ្នឹងយើងត្រូវចំណាយពេលយ៉ាងហោចក៏40នាទីដែរដើម្បីឡើងទៅដល់ហើយវាមានផ្លូវអត់ដែលបដប់មានចរៈថ្មមានឬឈើឬអីចឹងតាមផ្លូវរហូតវាអត់ងាយមានផ្លូវរៀបស្មើយើងដើរទេបើសិនជាចង់ទៅលេង make sure ថាពាក់ស្បែកជើងប៉ាតាបែកជើងអីថាឡើងភ្នំស្រួលអីចឹងណាហើយក្លៀកកៅអៅស្រាលទៅកុំស្ទៀវដូចខ្ញុំហើយទៅឡើងចឹងអត់កើតទេដូរកៅអៅហ្នឹងឯងទៅតែរកកៅអៅដូរហ្នឹងឯងពោះឈឺជើងហើយវាធ្ងន់ទៀតយើងឆាប់អស់កម្លាំងយើងអាចនឹងឡើងដល់គោលដៅប៉ុន្តែវាពិបាកវាហត់ខ្លាំងណាស់ដល់ពេលកន្លែងនេះទុកឲ្យអ្នកអរគ្នាមើលទេសភាពផ្លេតនេះដល់វគ្គយើងបន្តដំណើរទៀតហើយនិយាយពីថាមួយជំហានទៅមួយជំហានណាជួបកន្លែងថ្មីជួបកន្លែងស្អាតរហូតមិនថាដើមឈើដើរតាមផ្លូវជួបផ្ទាំងថ្មស្អាតឥឡូវមើលជាក់ស្ដែងបងប្អូនស្អាតមែនទែនទាំងថ្មម្ដងប៉ុណ្ណាណីដោះកណ្ដាលភ្នំចឹងហើយបើថាអ្នកឡើងខ្លាញ់វែងមិនបាច់ខ្លាចទេឡើងដល់ទៅលើទៅគេមានផ្លាកគេមានអីប្រាប់ហើយផ្លូវទៅមួយហ្នឹងទេនៅលើហ្នឹងមានពូគាត់ខាងអប្សរាហ្នឹងគាត់នៅចាំការនៅហ្នឹងអញ្ចឹងនេះទីបំផុតយើងបានមកដល់ពូភ្នំហើយសុខពូភ្នំមកដល់ក្បាលស្ពានហើយឃើញរូបចម្លាក់ព័ត៌មានខ្លះតទៅនឹងក្បាលស្ពានទៅក្បាលស្ពានហ្នឹងអ្នកកសាងគឺព្រះបាទឧត្តយទិតបរមន្តទី2កាលបរិច្ឆេទកសាងសតវត្សទី16គេកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មរចនាបថបាពួនហើយទីតាំងនៅខេត្តសៀមរាបនៅជិតភ្នំកលែនហ្នឹងឯងផ្លូវភ្នំកលែនហ្នឹងឯងហើយទីតាំងក្បាលស្ពាននេះគឺជាចលងនៃលង1000ហើយទឹកដែលហូរនៅជុំវិញក្បាលស្ពានហ្នឹងគេយល់ថាជាទឹកដែលចេញពីប្រភពនៃការចម្រុងចម្រើនជាតិជុំហ
ហើយម្យ៉ាងទៀតគេយកទៅប្រើប្រាស់ក្នុងកសិកម្មផងនិយាយទៅទឹកនៅនឹងបងប្អូនទាំងអស់គ្នាគេកែដល់ចោលសម្រាប់បីប្រើប្រាស់ទៀតតែឲ្យយើងអ្នកនរគ្នាចឹងយ៉ាងណាក៏ដោយក៏បានទៅដល់ទីតាំងដែរបងចង់ទៅដែរថាមិនដែរអ្នកនរគ្នាស្អាតដែរបើខ្ញុំវិញគឺថាទោះបីមិនខ្ញុំអត់ស្ដាយក្រោយដែលបានទៅដល់ពួកអីបើសិនជាយើងទៅដល់ខែភាសាប្រហែលជាទឹកច្រើនជាងនឹងតែយើងទៅដល់ខែប្រាំងចឹងទឹកវាអត់សូវច្រើនប៉ុន្តែទឹកនៅតែត្រជាក់នៅតែស្អាតចឹងសំខាន់នៅកន្លែងហ្នឹងដូចសបុកមេអំបៅឡើងប្រុងព្រាតមើលទៅជ្រុងណាក៏ឃើញមេអំបៅដែរហើយដើមឈើគេហ្នឹងនិយាយទៅដូចក្នុងឋានសួគ៌សូម្បីតែពូគាត់ទៅថតវីដេអូថតអីប្រម៉ូទដែរពួកអីតំបន់ហ្នឹងស្អាតប៉ុន្តែអត់ទៅមានភ្ញៀវទេសចរទៅលេងច្រើនក៏ទេដោយសារផ្លូវវាវែងឆ្ងាយដើរចូលទៅជ្រៅហើយបើសម្រាប់ខ្ញុំវិញចំណាប់អារម្មណ៍ខ្ញុំចង់ឲ្យបងប្អូនសាកទៅលេងម្ដងបើសិនជាមានពេលទៅត្រៀមកៅអៅទៅប្រជែងទៅស្រួលដើម្បីសាកបទពិសោធន៍ថ្មីយើងឡើងភ្នំឡើងអីមាន activity អូខេអញ្ចឹងចង់បញ្ចប់វីដេអូហើយនិយាយទៅជិះម៉ូតូទៅផ្ទះហ្នឹងតែបន្ថយបន្ថានទេព្រោះពេលហ្នឹងអស់ទឹកស្អំទៀតអញ្ចឹងលោតខំទៅហើយថ្ងៃក៏រៀបលេខទៀតអញ្ចឹងបបោបដាដែរដូចគ្នាដូចពេញទៅនឹងឯងចឹងអរគុណអ្នកទាំងអស់គ្នាដែលតាមទស្សនាដល់តាមហ្នឹងហើយបាយបាយជួបគ្នានៅវីដេអូក្រោយShe moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook